អូតាគីមេឃមីសេសងបាទបងប្អូនលោកពូនមីងនិងលោកអ្នកស្ដាប់ទាំងអស់ជាទីរាប់អានបាទនៅពេលនេះខ្ញុំបាទសេងតារាបាទវិលមកជួបបងប្អូនលោកពូនមីងសារជាថ្មីទៀតហើយក្នុងឱកាសនេះគឺខ្ញុំចូលមកប្រាប់ដំណឹងដល់បងប្អូនទាំងអស់គ្នាគឺខ្ញុំមាន Channel YouTube មួយទៀតដែលនិយាយអំពីប្រវត្តិបទចម្រៀងមួយបទដែលត្រូវបានគេថតជាជាកាសែតកាលពីចំនួនលោកស៊ីនស៊ីសមុទ្រហើយ Channel YouTube នោះគឺខ្ញុំរៀបរាប់តែប្រវត្តិបទចម្រៀងទីដូចជាប្រវត្តិបទមលោកពូបាក់ខែងមលោកដងទី10ស្ពានអូតាគីប្រមាណខែទៀតទើបបងរៀបការដងជ្រោះទឹកភ្នែកដងស្ទឹងពូសាត់ដងស្ទឹងសង្កែហើយនឹងដងស្ទឹងកាត់ភ្លុកព្រមទាំងចម្រៀងផ្សេងទៀតរបស់លោកស៊ីនស៊ីសមុទ្រអ្នកស្រីរស់ស្រីសុធាអ្នកស្រីប៉ែនរ៉នលោកអិនយេអឹងនារីជាសវឿនម៉ៅសារ៉េតឈួនម៉ាឡៃហៃសខុមសូសវឿនមាសសមនតូចតេងហើយនឹងអ្នកចម្រៀងផ្សេងទាំងអស់ហើយក៏បានស្គាល់លោកអ្នកក៏នឹងបានស្គាល់អ្នកនិពន្ធល្បីដូចជាលោកពើស៊ីផូវ៉យហូគង់មុនឈឿនម៉ាឡៅពីលោកមិត្តសខុនលោកយ៉ងឈៀងហៅសំនៀងរិទ្ធីលោកភួងបុផាលោកស៊ីវសុនលោកញ៉ែមផុនហៅកុកលោកប៉ាស៊ីផាន់លោកអុកសំអាតលោកសាទសំអោកហើយនឹងតន្ត្រីក៏កវីល្បីផ្សេងទៀតអញ្ចឹងសូមចូលទៅទស្សនាក្នុង Channel YouTube សេងតារាលេខ1 3ដងមាសស្រោបនគរនៅក្នុង YouTube នេះលោកអ្នកនឹងបានស្ដាប់ប្រវត្តិបទចម្រៀងមួយបទដែលខ្ញុំអត្ថាធិប្បាយជូនគឺយើងស្ដាប់ជក់ចិត្តមែនទែនហើយនឹងដឹងថាបទហ្នឹងនិពន្ធដោយកវីណាបទភ្លេងរបស់កវីណាដឹកភ្លេងដោយកវីណាហើយថតនៅឆ្នាំណាជាសាច់រឿងរបស់អ្នកណាខ្លះហើយបទហ្នឹងគេថតថាឬថតជាកាសែតអញ្ចឹងតោះចូលទៅទស្សនាទាំងអស់គ្នាក្នុង Channel YouTube សេងតារាលេខ1 3ដងមាសស្រោបនគរហើយលោកអ្នកចង់ដឹងប្រវត្តិបទណាផ្សេងសូមចូល comment នៅក្រោមវីដេអូនីមួយដែលខ្ញុំបានបង្ហាញជូននោះចុះគឺចូល comment នៅក្នុង YouTube សេងតារាលេខ1 3ដងមាសស្រោបនគរបាទវាយតាមឈ្មោះដែលខ្ញុំបានបង្ហាញលើកញ្ចក់កាមេរ៉ាហ្នឹងទៅបាទសេងតារាលេខ1 3ដងមាសស្រោបនគរហើយសូមជួយចុច Subscribe ឲ្យម្នាក់មួយផងអ្នកមិនទាន់ចុច Subscribe ណាសូមជួយចុច Subscribe ម្នាក់មួយផងអញ្ចឹងតោះយើងចូលទៅទស្សនាក្នុង Channel YouTube នេះទាំងអស់គ្នាសេងតារាលេខ1 3ដងមាសស្រោបនគរលោកអ្នកនឹងបានស្ដាប់នៅកម្រងប្រវត្តិរបស់បទចម្រៀងពីដើមជាច្រើនអញ្ចឹងតោះយើងចូលទៅទស្សនាទាំងអស់គ្នានិងចុច Subscribe ម្នាក់មួយផងស្រងនេះស្រងឲ្យកំឡង